ប៉ុន្តែអ្វីវាជាតួនាទីនយោបាយរដ្ឋមន្ត្រីហើយខ្ញុំនិយាយរួមសិតតែជាមេដឹកនាំជើងចាស់នៅទីនេះបានបកគលការងារនេះទៅឲ្យគណៈដឹកនាំដែលកំពុងស្ថិតនៅក្នុងជួររដ្ឋាភិបាលសប្តាហ៍ថ្ងៃនេះប៉ុន្តែពួកគេក៏មានក៏ជានិច្ចកាលសុំរាយការណ៍ជូនប្រធានគណៈបកអនុប្រធានគណៈបកនិងគណៈអចិន្ត្រៃយ៍អំពីគោលការណ៍នានាដែលត្រូវប្រកាន់យកប៉ុន្តែពេលអនុវត្តជាក់ស្ដែងគឺនាយករដ្ឋមន្ត្រីគេចេញធ្វើហើយនឹងបញ្ហាដូចគ្នាកាលដែលខ្ញុំប្រកាសណាខ្ញុំចេញទៅចរចានៅឯជាមួយប្រកាសណានឹងចរចានៅបញ្ហានានាទាក់ទងនឹងការរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីសខ្ញុំប្រកាសណាខ្ញុំបាននិយាយជាមួយបងហេសវិនបងជាស៊ីមបងសៃបុថង3នាក់ខ្ញុំប្រកាសណាខ្ញុំបានប្រាប់បងទាំង3នាក់ថាប្រសិនបើឲ្យខ្ញុំទៅចរចាត្រូវឲ្យសិទ្ធិខ្ញុំចរចាអញ្ចឹងស្អីបន្តិចក៏មកសួរភ្នំពេញស្អីបន្តិចក៏សួរភ្នំពេញធ្វើម៉េចយើងចរចាកើតករណីដូចគ្នានេះខ្ញុំប្រកាសណាខ្ញុំអត់ជ្រែកជាមួយនឹងកិច្ចការរបស់នាយករដ្ឋមន្ត្រីទេលើកលែងតែនាយករដ្ឋមន្ត្រីទៅសួរយោបល់ថារឿងបែបនេះគួរទៅធ្វើយ៉ាងម៉េចប៉ុន្តែខ្ញុំកណាខ្ញុំតែងតែមានទម្លាប់ដូចតែខ្ញុំកណាខ្ញុំប្រាប់និយាយពីមុនខ្ញុំកណាខ្ញុំតែងសួរទៅវិញតើចុះគំនិតរបស់កូនឯងនេះបើពេលនិយាយទូរស័ព្ទអីជាមួយគ្នាមិនដែលហៅលោកនាយករដ្ឋមន្ត្រីទេសួរថាកូនឯងនិយាយចង់ដោះស្រាយថាម៉េចគេថាចង់ដោះស្រាយចេះដោះអញ្ចឹងក៏ដោះអញ្ចឹងទៅព្រោះវាសមហេតុសមផលហើយយើងគ្រប់គ្រងទៅពួកគេក៏ចង់ឲ្យប្រធានគណៈបកឬក៏ថាឪរបស់គេដែលកំពុងមានតួនាទីនៅក្នុងនោះដែរនោះបានដឹងឮដែរអាហ្នឹងគឺជារឿងដែលខ្ញុំកណាខ្ញុំចង់និយាយហើយជូនសារទៅអ្នកដទៃទៀតតើចង់ឲ្យមានសង្គ្រាមទៀតឬក៏ចង់មានសន្តិភាពខ្លះគេថាកាត់ដីដោះដូរជាមួយសន្តិភាពនាយករដ្ឋមន្ត្រីបានចេញបន្លឺហើយគ្មានកិច្ចព្រមព្រៀងណាមួយតែត្រូវបាត់និយាយពីរឿងបាត់បង់ដីធ្លីទេអត់តាន់មានទេបទឈប់បាញ់ស្អីទៅជាកលឹះនៃបទឈប់បាញ់មិនចល័តតបមិនបន្ថែមបងតបអញ្ចឹង3ចំណុចដល់អាដែងណែសក្តិប្រកាសអំពីសន្តិភាពនេះកាត់បន្ថយអាវុធធុនធ្ងន់ដោះមីតបក្រាបអនឡាញស្អីមួយទៀតទៅជា4ចំណុចហើយដោះមីតនេះវាត្រូវដោះរួមគ្នាមិនអាចដើរដោះម្នាក់ឯងដោះដល់ឲ្យរាយបលាលួសយត់ទេអត់ទេប្រធាននាយកបដីត្រាំជាមួយនឹងម៉ាណែតបាននិយាយគ្នាពីរឿងហ្នឹងតាហើយខាងនោះចង់ដើរតាមតែចិត្តដោះតាមចិត្តអត់ទេត្រូវមានថាដោះកន្លែងណាត្រូវដោះរួមគ្នាបើមិនអញ្ចឹងដើរទៅតណាត់តណែងមិនដឹងថាតណាមានតណាមិនមានទៅកំណត់រួមគ្នាអញ្ចឹងតួនាទីនេះសូមកុំផន់ច្រឡំថាយើងកាត់ដីដូរជាមួយសន្តិភាពអត់ទេបើមិនអញ្ចឹងមិនបាច់ចាំច្បាំងទេ
ខាងនោះក៏រៀមវាយយកតាកបីប្រហែលថ្ងៃឮសូរតាគម្រាមត្រៀមវាយតាកបីបើដើម្បីជៀសវាងសង្គ្រាមអញ្ចឹងយើងឲ្យតាកបីទៅគេរបស់ទៅគេចង់បានប្រាសាទព្រះវិហារអញ្ចឹងយើងឲ្យប្រាសាទព្រះវិហារទៅគេទៅដើម្បីដោះដូរវិសន្តិភាពចាំបាច់ទៅវាយទៅអីបើថាវាលប់ឲ្យវាលប់ទៅវាទៅតែវានាំគេលប់ហើយខ្ញុំសូមប្រមានអ្នកដែលលេង Facebook កុំរពឹសដៃចូលខមមិនឲ្យសោះខ្ញុំមិនឲ្យរួចខ្លួននេះខ្ញុំប្រាប់ឲ្យហើយត្រង់នាយករដ្ឋមន្ត្រីថាម៉េចថាទៅអាហ្នឹងរឿងសន្តិសុខជាតិអាហ្នឹងខ្ញុំទៅធ្វើហ្នឹងហើយសូមកុំមកសុំទោសអីណាអត់ទេនិយាយគ្នាឲ្យច្បាស់ហ្មងសុំកុំល្វើដៃនិយាយ5ផ្ញើទៅហ្មងមិនថាប្រសងមិនថាកុហកទេកុំល្ពឹសដៃចូលទៅខមមិនហើយតិចថាតលតែភេករបស់ហ៊ុនសែនបានខាងស្រាយជើអត់ទេភេកណាក៏ដោយដែលបង្ហោះហើយឯងចូលទៅខមមិននៅក្រៅស្រុករួចខ្លួននៅក្នុងស្រុកអត់រួចខ្លួនទេប្រាប់ឲ្យហើយទៅប្រាប់ឲ្យហើយនេះមិនមែនជាអំពើផ្ដាច់ការទេព្រោះអ្នកឯងចូលមកជេរអ្នកឯងចូលមកប្រវាស់ចិត្តទឹកចិត្តកងទ័ពអញ្ចឹងអំពើញុះញង់អំពើខ្លះជាអំពើក្បត់ជាតិតែម្ដងអំពើក្បត់ជាតិតែម្ដងប៉ុន្តែមកដល់ម៉ោងនេះយើងអត់តាន់មានដកសញ្ជាតិណាមួយទេក្នុងពេលដែលថៃបានដកសញ្ជាតិ2នាក់រួចទៅហើយគឺលីចុងផាត់ហើយកុកអានអញ្ចឹងតើនៅលើពិភពលោកមានប្រទេសច្រើនណាស់ស្ទើរតែ80% នៃប្រទេសដែលមានច្បាប់ដកសញ្ជាតិដល់ម៉ោងនេះយើងអត់តាន់មានដកសញ្ជាតិណាមួយទេតែវានឹងឈានដល់ប្រសិនបើគេប្រព្រឹត្តដល់កម្រិតនោះដល់កម្រិតនោះអានឹងគឺថានិយាយយ៉ាងដូចនេះថ្ងៃនេះបាត់ធរបាត់អាអស់ប៉ុន្តែបដិជគុណគណៈខ្ញុំធ្លាប់និយាយលេងធ្លាប់នេះហើយពីដើមគណៈខ្ញុំអាសានិយាយបើមានសង្គ្រាមក្របអត់ស្គាល់ប្រសងសោះមិនស្គាល់ទេកាលដែលខ្ញុំគណៈខ្ញុំនៅឆ្នាំ1973ខ្ញុំគណៈខ្ញុំនៅអាយុ21ឆ្នាំទេពេលហ្នឹងនៅខាងពាមច្រលាំងខ្ញុំគណៈខ្ញុំជាមួយនឹងលោកទៅបោះតបក្បែរវត្តលោកហើយត្រង់សេនោះមានទៅក្នុងវត្តលោកទៅទៀតដល់ទៅពេលអីយន្តហោះមកបាញ់យើងនាំគ្នារត់ទៅរកត្រង់សេនៅឯវត្តលោកហ៎ព្រោះផ្ទះនៅក្បែរវត្តលោកស្រាប់ហូចមានបងស្រីម្នាក់លោកអើយជួយផងលោកមានតែជួយមិនបានទេអាត្មាក៏ទៅដែរប្រចដល់ទៅចូលទៅលោកស្បង់មិនចង្កេងចង្អាងលោកអត់បានស្បង់ហ្នឹងនៅនឹងមាត់ត្រង់សេហ្នឹងណាអូយយន្តហោះនោះអាយន្តហោះហ្នឹងកាលហ្នឹងជំនាន់អាខ្លែងស្រាក់គេអាខ្លែងស្រាក់វាចេះតែកលឹងហើយយើងទៅសង្ស័យលោកនឹងទៅទៀតថាលោកនឹងកែកដាក់សញ្ញាព្រោះស្បង់នៅមាត់ត្រង់សេហ្នឹងវាមិនទៅជាឡើងពណ៌ហ្នឹងស្មានតែ
đã chia sẻ nhá ao này yôn ho vay ra cái này nâng còn tọt tiền miền ấy lô và sóng miền li ôi ná bài được còn nàoពេលដែលភ័យមែនតើណាប្រចចូលទៅក្នុងត្រង់សេហ្នឹងប្រហែលអង្គនោះប៉ុន្តែមានមួយអង្គជាប់នៅក្រៅនេះសបងនៅក្រៅនេះអញ្ចឹងទេអត់មានលីអូទៅតែខ្លួនចឹងបានថាសន្តិភាពមិនមែនសម្រាប់អ្នកណាម្នាក់គឺសម្រាប់ទាំងអស់គ្នាហើយក៏មិនមែនសម្រាប់តែអ្នកដែលគេឆ្លៀនពៀនយើងដែរអ្នកឆ្លៀនពៀនយើងក៏គេកាន់តែគ្រោះថ្នាក់កុំភ្លេចសោះខ្ញុំកណាខ្ញុំក៏ជាតបម្នាក់ហើយជាតបដែលធ្លាប់ប្រយុទ្ធយើងវាយគេទៅវាយគេណាហើយណាស់ត្រូវប្រើ3ទៅវាយ1យើងសម្រាប់ទប់ទល់យើងត្រូវការ1វាយជាមួយ3បើណែឯងមិនមែនក្បាលប៉ានដៃទេកុំគេហៅថាកុំមាត់ឆៅពេកកុំមាត់ឆៅពេកគេក៏មានកំភ្លើងយើងក៏មានកំភ្លើងហើយយើងអត់មានត្រូវការទៅខ្លះមកឃោសនាអំពីបញ្ហាថាខ្មោចស្អុយតបខ្មែរអត់មានខ្មោចស្អុយទៅលើដីគេទេព្រោះយើងអត់បានចូលដីនរណាទេសង្ឃឹមថាប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់ខ្មោចដែលវាស្អុយនៅតាមទល់ដែរនោះតើវាជាខ្មោចរបស់នរណាបើខ្មែរអត់មានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរបើថាខ្មោចនៅលើដីណែឯងគឺមានតែណែឯងឃើញបញ្ជូនសារសូម្បីតែ Facebook របស់ខ្ញុំគឺចូលមកខ្ញុំកណាខ្ញុំគឺថាបង្ហោះម្ដងគឺកាលនោះចូលមកមើលច្រើនសិតថាខ្មោចយកមិនអស់ខាងនេះអត់មានចូលទៅក្នុងដីរបស់ណែឯងទេអញ្ចឹងទេខាងថៃទេដែលសុំជូនសារទៅរកកូនរកចៅហើយមានបាត់កូនបាត់ចៅឬអត់ខាងនេះគេរកគេយកមកធ្វើបុណ្យធ្វើទានអស់ហើយអ្វីដែលខ្ញុំកណាខ្ញុំសូមចំបញ្ជាក់សូមឈប់និយាយពាក្យអត់បើកព្រំដែនអត់មានអាណាទៅសុំនេះសុំ5ហើយរឿងកាត់ប្រាច់រៀងរាល់ការប្រជុំមិនថាប្រជុំអន្តរជាតិខ្នាតណាទេអនុតំបន់មេគង្គឬអិចមេកឬ GMS ណែគណៈកម្មការមេគង្គ CLMV អាស៊ានអាស៊ីបូព៌ាឬក៏ទូទាំងពិភពលោកតែងនិយាយពីការតភ្ជាប់ប៉ុន្តែឥឡូវការតភ្ជាប់វាបាត់បង់ហើយការដែលថៃបិទព្រំដែនកម្ពុជាជាមួយកម្ពុជាវាមិនមែនគ្រាន់តែជាការកាត់ផ្ដាច់ការតភ្ជាប់រវាងកម្ពុជាថៃទេតែវាជាការកាត់ផ្ដាច់ការតភ្ជាប់ក្នុងក្របខ័ណ្ឌអាស៊ានអាស៊ីបូព៌ានិងអាស៊ីផ្លូវដែកសិង្ហបុរីគុនមិញតើឆ្លងកាត់ណាឆ្លងកាត់សិង្ហបុរីម៉ាឡេថៃកម្ពុជាវៀតណាមបានតិចចិត្ត Highway អាស៊ានគឺវាត្រូវឆ្លងកាត់ពីវៀតណាមមកកម្ពុជាទៅថៃ Highway អាស៊ីដែលតភ្ជាប់រហូតដល់ទួរគីនៅម្ដុំអ៊ីស្តាំប៊ុលក
ក៏វាត្រូវឆ្លងកាត់ប្រទេសទាំងនឹងដែរអញ្ចឹងទេនេះមិនមែនជាសកម្មភាពរបស់កម្ពុជាទេមិនមែនជាសកម្មភាពរបស់កម្ពុជាទេហើយខ្ញុំសង្ឃឹមថាការវិលត្រឡប់ដើម្បីរកសន្តិភាពវាជាដំណើរឆ្ពោះទៅរកនៃសកម្មភាពឈ្នះដែលប៉ុន្មានខែកន្លងទៅនេះយើងស្ថិតក្នុងស្ថានភាពចាញ់កម្ពុជាក៏ចាញ់ថៃក៏ចាញ់ព្រោះប្រជាជនត្រូវជួបការលំបាករត់លូនបន្ថែមទៅដោយបាត់បង់ការធ្វើពាណិជ្ជកម្មខាងនេះក្រមជ្រុលនិយមគេតែងនិយាយប៉ុន្តែអ្នកឯងទៅភ្លេចអ្នកប្រើប្រាស់គឺជាចវាយទីផ្សារកម្ពុជាទំហំពាណិជ្ជកម្មដែលនាំចូលពីថៃមកកម្ពុជាមិនមែនតូចទេយើងនិយាយថាប៉ុណ្ណេះទៅចុះថាមួយឆ្នាំ5000 លាន$5000 សម្រាប់ថៃថាតូចប៉ុន្តែសម្រាប់ប្រជាជនថៃក៏មិនមែនជាតូចទេដែលខាតបង់ចកាបន្លែផ្កាឬក៏ផ្លែឈើឬក៏ផលិតផលដែលសម្រាប់នាំមកកម្ពុជាទៅបាត់បង់តំណែងមួយចំនួននាំចូលមកហើយលក់មិនដាច់នាំចូលនាំត្រឡប់ទៅវិញដោយប្រជាជនខ្មែរពាក់ឯកាមិនប្រើប្រាស់ប៉ុន្តែខ្ញុំនៅតែបញ្ជាក់ថាយើងកុំទៅហួសជ្រុលផលិតកម្មដូចជាស៊ីម៉ង់ដែលផលិតនៅខេត្តកពតខេស៊ីមិនអានឹងជាផលិតផលផលិតនៅស្រុកខ្មែរគ្រាន់តែអ្នកវិនិយោគមកពីថៃចុះបើសិនជាយើងបិទរោងចក្រនឹងចោលយើងជាអ្នកសម្លាប់ខ្លួនឯងទេកុំទៅជ្រុលហួសពីហ្នឹងសុំកុំធ្វើតាម K01 អាហ្នឹងតែប៉ុណ្្នឹងទេទៅជ្រុលហួសព្រមឡាអាណាតយោទំនិញយកទៅដុតចោលហើយដុតហើយបង្ហោះវីដេអូទៀតប៉ុន្តែបានវាបង្ហោះវីដេអូទៅបានដល់យើងដឹងធ្វើឈួតកណាខ្ញុំសុំអភ័យទោសដោយសារតែត្រូវនិយាយប៉ុន្តែនេះគឺថាពាក្យសម្ដីរបស់ហ៊ុនសែនដែលក្នុងនាមជាប្រធានគណៈបកកណ្ដាលអំណាចហើយជាប្រធានព្រឹទ្ធសភាមិនបរិយាតំណាងទេព្រះមហាក្សត្រទេតែនិយាយមិញមកវាវទៅមិញហ្នឹងហើយជឿជាក់លើរដ្ឋាភិបាលរដ្ឋាភិបាលទុកការងារគេធ្វើហើយសូមអ្នកដទៃកុំញុះឲ្យរដ្ឋាភិបាលប្រើប្រាស់ប្រដាប់អាវុធវាមិននាំដល់ផលចំណេញណាមួយទេឥឡូវត្រូវការចរចាហើយការចរចាវាដល់កម្រិតកំពូលហើយដែលមានមហាអំណាចមកចុះហត្ថលេខាហើយមើលទីកន្លែងចុះហត្ថលេខាសូមមានសង្កេតទេទឹកដីម៉ាឡេប៉ុន្តែបន្ទប់អាមេរិកខ្ញុំស្គាល់អាមេរិកច្បាស់រឿងពិធីការភាពម៉ត់ចត់របស់អាមេរិកលើបញ្ហាពិធីការមិនធម្មតាខ្ញុំធ្លាប់ទៅប្រជុំនៅអាមេរិកអាស៊ានអាមេរិក2 ដងនៅញូវយ៉កម្ដងនៅសិនសឺដិនម្ដង
New York ដូច2010 Sunderland 2016ច្បាស់លាស់រឿងពិធីការនេះខ្លាំងណាស់អូបាម៉ាមកប្រជុំនៅទីក្រុងភ្នំពេញច្បាស់លាស់ទាំងពិធីការទាំងសន្តិសុខJoe Biden មកប្រជុំនៅទីក្រុងភ្នំពេញច្បាស់លាស់ទាំងពិធីការនិងទាំងសន្តិសុខចឹងសូមសង្កេតមើលទឹកដីម៉ាឡេប៉ុន្តែបន្ទប់ចុះហត្ថលេខាគឺបន្ទប់អាហ្វ្រិកសូម្បីតែពលយមនិយាយមិនមែនពលយមអាស៊ានឬម៉ាឡេទេដឹកពីវាយហៅមកផ្លាកសញ្ញាមើលកមុខពិធីការត្រូវរៀបចំដោយភាគីអាមេរិកសូមកំផន់ច្រឡំលើរឿងនេះខ្ញុំគណៈខ្ញុំអត់និយាយជួសឲ្យនាយករដ្ឋមន្ត្រីទេក៏ប៉ុន្តែគាត់ថាអំពាវនាវសូមទៅម៉េចយើងបន្តការគ្រប់គ្រងនៅនយោបាយខឿនការពារជាតិរបស់ប្រជាជនចូលរួមទាំងអស់គ្នាដើម្បីសេចក្តីសុខទាំងអស់គ្នាហើយខិតខំដណ្ដើមមកវិញនៅសន្តិភាពដែលបាត់បង់នៅផ្នែកមួយនៅតាមព្រំដែនកម្ពុជាថៃតាមរយៈទង្វើឆ្ពោះទៅរកសន្តិភាពគ្រប់គ្រងសន្តិភាពហើយសូមកុំដឿមដាមតទៅទៀតឲ្យអាដៀមដាមតទៅអរគុណសន្តិភាពហ្នឹងដែលគេយកទៅជាពាក្យលេងសើចឥឡូវคล้ายទៅជារឿងដែលវាពិតទេឥឡូវគេកំពុងលេងសើចទៅលើអាពាក្យយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរបស់នាយករដ្ឋមន្ត្រីសប្តាហ៍ថ្ងៃប៉ុន្តែណែខ្ញុំគ្រាន់តែចង្អុលឲ្យណែមួយតែមួយទេមុនវាយគ្នានិងក្នុងពេលវាយគ្នាក្រោយវាយគ្នាតបយើងមានអាវក្រោះនិងមានមួកដៃគ្រប់គ្រាន់ទេយើងធ្វើបែបព្រោះយើងគិតថាมันមានសង្គ្រាមប៉ុន្តែឥឡូវវាលើសពីការគ្រប់គ្រាន់ហើយខ្ញុំកណាខ្ញុំសង្ឃឹមថានឹងនាំចេញអាវសុវត្ថិភាពនេះចេញទៅផ្គត់ផ្គង់ឲ្យប្រទេសក្រៅទៀតបើសិនគេបញ្ជាទិញហើយម៉ាករបស់ឈ្មោះគឺ DSS ហើយខ្ញុំកណាខ្ញុំធ្វើតកែបាទហើយដៃគុណមកត្រូវការពាក់ជួនកាលទៅមុនទៅស្រោចទឹកក្បែរទល់ទៅការពាក់បើក៏ពាក់អីសម្ដេចបដិជគុណប្រសងសម្ដេចឯកឧត្តមលោកជំទាវអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ដែលនឹងប្រកាសបើកនាពេលបន្តិចទៀតនេះនឹងប្រព្រឹត្តទៅក្រោមស្មារតីមហាសាមគ្គីភាពដ៏ទូលំទូលាយនិងស្និទ្ធស្នាលបំផុតស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅប្រកបដោយសុខសន្តិភាពវិបុលភាពសុភមង្គលព្រមទាំងមានសិទ្ធិសេរីភាពពេញលេញខាងជំនឿសាសនានិងការអភិវឌ្ឍលើគ្រប់វិស័យក្រោមលុបដ៏ត្រជាក់ត្រជុំរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈបំផុតអបាញ់មិញខ្ញុំកណាខ្ញុំភ្លេចនិយាយរឿងមួយរឿងបញ្ហាកងទ័ពរបស់យើង18នាក់រឿងនេះតាំងពីថ្ងៃដំបូងខ្ញុំកណាខ្ញុំគិតថាខ្ញុំកណាខ្ញុំគិតត្រូវណាស់ការចាប់កងទ័ពយើងចាប់ក្រោយពេលបត់ជុបាញ់ប្រមាណម៉ោង
ខ្ញុំកណាគិតថាចាត់ទុកបងប្អូននេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយគេច្បាស់ណាស់នឹងយកបញ្ហានេះទៅដោះដូររឿងនេះរឿងនោះហើយបងប្អូនទាំងនោះក៏ពិតជាយល់ក្រុមគូសារក៏ពិតជាយល់គេច្បាស់ជាតបភ្ជាប់រឿងនេះរឿងនោះនៅលើពិភពលោកតើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅបុត្របនដែលជាតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលជាជនជាតិថៃទៅណាទៅមិននិយាយមួយម៉ាត់សោះដែលមុនធ្លាប់តែនិយាយឥឡូវអត់ឮសូរនិយាយសោះសង្គ្រាមគេតែងតែមានការដោះដូរឆ្លើយសឹកតែនេះចាប់កងទ័ពរបស់យើងលើដីយើងក្រោយវត្តជប់បាញ់យកទៅធ្វើជាចំណាប់ខ្មាំងសូមបងប្អូនជនរួមជាតិយកយល់រឿងនេះខ្ញុំកណាខ្ញុំបានចាត់ទុកថាបងប្អូននេះបានពលិកម្មជីវិតរួចស្រេចទៅហើយផែនការរបស់គេនឹងផ្ដល់ឲ្យយើងនៅថ្ងៃទី12កន្លងទៅប៉ុន្តែវាមានព្រឹត្តិការណ៍នៅណានោះវាបន្តិចបង្អាក់នៅដំណើរនេះដូច្នេះវាច្បាស់ណាស់ចងភ្ជាប់រវាង12 18នាក់ជាមួយនឹងបញ្ហាដទៃទៀតរាប់ទាំងថ្ងៃមកចាំមើលទៅគេនឹងអាចយកថាត្រូវតែធ្វើអានេះត្រូវតែធ្វើអានោះធ្វើអានេះឲ្យបានគេនឹងដោះអញ្ចឹងយើងចាត់ទុកបងប្អូននេះថាពលីតាមិនគួររឿងនេះទៅជាអញ្ចឹងលើពិភពលោកដែលមានទេអាធននឹងដែលមានទេអាធននឹងដែលជាតិសាសន៍មួយតាំងខ្លួនជាស៊ីវិល័យហើយចាប់ចំណាប់ខ្មាំងដើម្បីដោះដូរនេះមិនមែនជាឆ្លើយសឹកទេណាអត់មែនជាឆ្លើយសឹកទេបងប្អូនយើងស្លូតពេកហើយគេមកគេចាប់ដៃសុំថតរូបរួចហើយជងចាប់យកតម្រោព្រោះអាងតែជប់បាញ់ហើយជប់បាញ់ហើយមកដីយើងទៀតមកដីយើងទៀតបងប្អូនយើងស្លូតពេកហើយសូមទោសចំពោះក្រុមគ្រួសារទាំងឡាយដែលមានប្តីមានប្រពន្ធមានកូនមានឪពុកដែលខ្ញុំនិយាយរឿងនេះចេញមកខ្ញុំមិនដែលនិយាយរឿង18នាក់ទេព្រោះខ្ញុំចាត់ទុកថាពួកគេបានបូជាជីវិតរួចស្រេចទៅហើយព្រោះចុងក្រោយគេនឹងធ្វើការដោះដូរលើអ្វីមួយការដោះដូរបានឃើញស្រាប់ហើយរឿងព្រឹត្តិការណ៍កើតនៅឯណាមួយគេភ្ជាប់ការមិនដោះលែងនេះគឺជារឿងអណ័យអធមជាថ្មីម្ដងទៀតក្នុងព្រះបរមនាមព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនិងក្នុងនាមទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំផ្ទាល់សូមឲ្យអនុសង្ឃវជ្រៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33នេះសម្រាប់បានជោគជ័យដ៏ត្រចះត្រចង់ដើម្បីអភិរក្សនិងអភិវឌ្ឍព្រះពុទ្ធសាសនាឲ្យកាន់តែរីកចម្រើននិងលើកកម្ពស់តួនាទីព្រះពុទ្ធសាសនាក្នុងសង្គមកម្ពុជាតាមរយៈការអប់រំសីលធម៌សង្គមនិងសុខភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋជាទីបញ្ចប់ទូលព្រះបង្គំខ្ញុំប្រកាសណាខ្ញុំសូមថ្វាយព្រះពរប្រគេនពរនិងជូនពរសម្ដេចព្រះមហាសង្ឃរាជសម្ដេចព្រះសង្ឃនាយក
សម្ដេចព្រះសង្ឃនាយករងសម្ដេចព្រះរាជាគណៈព្រះថេរានុថេរៈគ្រប់ព្រះអង្គហើយឧត្តមលោកជំទាវលោកស្រីសមាជិកសមាជិកានៃអង្គពិធីសូមមានសុខភាពល្អបរិបូរណ៍សុភមង្គលក្នុងគ្រួសារនិងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារនិងសូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភេណៈកំបីគ្រឿងគិតឡើយឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះដែរទូលព្រះបង្គំខ្ញុំប្រកាសថាខ្ញុំសូមនាំមកនៅព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើទ្វងទ្រង់សពព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គសម្រាប់ឧបត្ថម្ភកម្មវិធីរៀបចំអនុសង្ឃវជ្ជរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី3លើកទី33ចំនួន20លានរៀលផងដែរទូលព្រះបង្គំខ្ញុំប្រកាសថាខ្ញុំសូមប្រកាសបើកអនុសង្ឃវជ្ជរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33ចាប់ពីពេលនេះតទៅសូមអរគុណអង្គពិធីទាំងមូលជាទីគោរពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតនឹងបានប្រគល់នៅព្រះរាជទ្រព្យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង